ជំរាបសួរពុកម៉ែបងប្អូនអ្នកចិញ្ចឹមមាន់ទាំងអស់គ្នាអញ្ចឹងខ្ញុំអត់មានអីបង្ហាញទេមានតែមាន់ហើយដោយសារយើងចិញ្ចឹមមាន់មានតែមាន់ទេបង្ហាញឥឡូវខ្ញុំសូមបង្ហាញសមាជិកថ្មីដែលខ្ញុំយកមកពីខាងព្រៃភ្នំនៅក្នុងវីដេអូមុនឥឡូវវារៀង slow ជាងមុនហើយមួយទៀតគឺវារៀងដូចធំជាងមុនដែរឥឡូវហើយឥឡូវរឿងស្អាតជាងមុនពីនេះមួយនោះកងកតុយរឿងបាសតែមួយនេះកងកតុយស្អាតដល់កងកតុយដូចឈ្មោះហ្នឹងធំកងកតុយស្អាតមកអូបបាមានកង់ស្អាតទៀតប្រកាប់ទៅបាត់ទៅតែពីក្រមនេះតែឥឡូវរៀងចាំផ្ទះហើយយើងបលែងឲ្យដើរចេញក្រៅផងនៅក្នុងទ្រុងផងដើរជាមួយមន់ស្រានៅក្រៅហើយមកនេះយើងចូលក្នុងទ្រុងឃើញថាឥឡូវស្វាហាប់គេស្គាល់ទីតាំងគេទៅថ្ងៃឡើងក៏ទៅជាអីចេញក្រៅបើក្តៅអីចូលក្នុងមកវិញអញ្ចឹងពីនេះអែមមើលទៅថាចិត្តធ្វើខ្លួនហ្នឹងបើយើងនិយាយថាមនុស្សវិញចិត្តវ័យពេញកមុំហើយអញ្ចឹងវ័យនេះចិត្តចេះរៀបចំខ្លួនហើយចិត្តអាចប្រកាសជាមួយឈ្មោះបានហើយអូខេបាកតតរត់ដែរស្អាតអីវាឥឡូវអត់សូវរត់ដូចមុននេះបានស្អីស្អាតនៅស្អីក្មេងនៅចិត្តពីរហូតអញ្ចឹងអ្នកចំមាន់អត់មានអីច្រើនទេមានតែថ្ងៃឡើងឲ្យចំណីមាន់ថតមាន់លេងទៅអញ្ចឹងមានតែប៉ុណ្ណឹងជីវិតអ្នកចំមាន់ហើយសូមអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែគាំទ្រនិងចូលទស្សនាវីដេអូខ្ញុំគ្រប់វីដេអូទាំងអស់អញ្ចឹងខ្ញុំអត់មានអីបង្ហាញបងប្អូនទេមានតែថតពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំហើយនឹងថតពីមាន់របស់ខ្ញុំអញ្ចឹងពីនេះគឺដល់ពេលដាក់ចំណីមកពេលទៀតហ្នឹងពេលនេះកំបត់កតុយឆ្កែខាំឥឡូវកតុយវាវែងដុសចិត្តចឹងហាត់ដុសលូត 10% នៃវីដេអូមុននេះគឺចៅឧស្សាហ៍នេះជំនាញរបស់គាត់គឺរងាវមិនចេះខ្ជិលហើយគេនេះរញីយើងដាក់ចិត្តគ្នាដាក់នៅក្នុងបរិវេណជ្រុងតែមួយប៉ុន្តែយើងក្រុងផ្សេងគ្នាចៅឧស្សាហ៍ឲ្យទៅលឺខួចមិនបានទេលឺខួចគឺរងាវ